គណៈបកសំរាស៊ីសូមបដិញ្ញាចិត្តថាការបោះឆ្នោតជាតិបន្ទាប់ពីឆ្នាំ2008នេះគឺបងប្អូននៅឯនាយសមុទ្របងប្អូននៅសហរដ្ឋអាមេរិកជាពិសេសនឹងចូលរួមបោះឆ្នោតដោយប្រជាពលរដ្ឋខ្មែរនៅប្រទេសកម្ពុជាអញ្ចឹងដែរហើយខ្ញុំចាំបាច់បងប្អូនជិះយន្តហោះទៅចុះឈ្មោះនៅស្រុកខ្មែរជិះយន្តហោះម្ដងទៀតទៅបោះឆ្នោតនៅស្រុកខ្មែរយើងនឹងស្នើសុំឲ្យអាជ្ញាធរឲ្យរដ្ឋាភិបាលដែលមានជនជាតិខ្មែររស់នៅទីណាប្រទេសណារដ្ឋណាក្រុងណាជនជាតិខ្មែររស់នៅមានចំនួនថាចាប់ពី 5000 នាក់ឡើងទៅស្តុកតុនគឺបំពេញលក្ខខណ្ឌនេះគឺឲ្យមានការិយាល័យចុះឈ្មោះនៅស្តុកតុនឲ្យបោះឆ្នោតនៅស្តុកតុនរាប់ស្លឹកឆ្នោតនៅស្តុកតុនបូកបញ្ចូលជាមួយស្លឹកឆ្នោតដែលប្រជារាស្ត្រពលរដ្ឋខ្មែរបោះឆ្នោតនោះនៅគ្រប់តំបន់ទាំងនៅក្នុងប្រទេសទាំងនៅនាយសមុទ្របូកបញ្ចូលដើម្បីគិតជាកៅអីជាអាសនៈនៅរដ្ឋសភាហើយយើងរករូបមន្តថាតើបងប្អូននៅសហរដ្ឋអាមេរិកនៅកាលីហ្វ័រញ៉ាការសម្លេងបងប្អូនដែលបោះឆ្នោតនោះតែយកទៅគិតដំឡើងកៅអីនៅខេត្តក្រុងណានៅប្រទេសកម្ពុជាឬមួយយើងបង្កើតតំបន់ពិសេសដូចនៅប្រទេសអ៊ីតាលីការបោះឆ្នោតនៅអ៊ីតាលីគឺគេមានតំបន់ពិសេសថានៅទ្វីបអាមេរិកខាងជើងបើមានជនជាតិអ៊ីតាលីប្រមាណលានអ្នកអីចឹងទៅគេគិតចំនួនកៅអីឲ្យសមស្របតាមចំនួនប្រជាពលរដ្ឋជនជាតិអ៊ីតាលីដែលនៅសហរដ្ឋអាមេរិកចំពោះខ្មែរគឺចឹងដែរតាមការដែលខ្ញុំគិតគូរត្រួសចំនួនខ្មែរនៅសហរដ្ឋអាមេរិកមិនតិចជាង 300,000 ទៅ 400,000 នាក់ដូច្នេះយើងត្រូវដេញលោកយ៉ាងម៉េចឲ្យខ្មែរនៅសហរដ្ឋអាមេរិកអាចបោះឆ្នោតមានតំណាង 3 រូបគឺតំណាងសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកដោយចំនួននៅប្រទេសនានានៅប្រទេសបារាំងមានខ្មែរយើងប្រមាណជិត 20,000 នាក់គួរណាឲ្យមាន2កៅអីនៅកាណាដា1កៅអីនៅអូស្ត្រាលី1កៅអីហើយអាចនៅប្រទេសមួយចំនួនទៀតយើងបូកសរុបទៅបាន1កៅអីដែរដូច្នេះបូកទៅច្រើនប្រមាណជិត10កៅអីសំខាន់ណាស់តំណាងរាស្ត្រយើងមាន 123 នាក់ឥឡូវយើងគួរតែបង្កើតអាសនៈឬកៅអីនៅរដ្ឋសភាដែលជាតំណាងប្រជាពលរដ្ឋខ្មែរហើយពេលការបោះឆ្នោតម្ដងគឺសហរដ្ឋអាមេរិកដូចខ្ញុំនិយាយបាញ់មិញយ៉ាងតិចណាស់ក៏មានតំណាង 3 នាក់តែបងប្អូនជ្រើសរើសខ្លួនឯងហើយតំណាងនឹងគឺត្រូវតែចូលរួមយ៉ាងសកម្មដោយតំណាងរាស្ត្រមកពីខេត្តក្រុងនានានៅប្រទេសកម្ពុជាដោយតំណាងរាស្ត្រដែលមកពីប្រទេសនានាក្នុងទូទាំងពិភពលោកដែលមានជនជាតិខ្មែររស់នៅគឺសម្រាប់វាសនាប្រទេសយើងធ្វើសេចក្តីសម្រេចរួមគ្នាទាំងអស់ពីព្រោះខ្ញុំមិនចាត់ទុកដោយអ្នកខ្លះគេថាខ្មែរនៅនាយសមុទ្រជាអនិច្ចជនមិនមែនមានខ្មែរតែមួយប្រភេទគឺខ្មែរអ្នកស្រឡាញ់ជាតិខ្មែរដែលអាណិតអាសូរប្រទេសកម្ពុជាយើងខ្មែរដែលចង់ចូលរួមចំណែកទាំងអស់គ្នាក្នុងការកសាងប្រទេសយើងឲ្យមានការរីកចម្រើនពិតប្រាកដចាប់ពីពេលនេះតទៅនឹងជាចំណុចទី1តែបងប្អូនខ្ញុំទៅទីណានៅឯនាយសមុទ្រគឺបងប្អូនតែងតែសួរថាពេលណាទៅខ្មែរនៅឯនាយសមុទ្រមានសិទ្ធិចូលរួមបោះឆ្នោតដោយបងប្អូននៅប្រទេសកម្ពុជាខ្ញុំបានបញ្ជាក់ឥឡូវបញ្ហាទី2បញ្ហានេះវាជាអ្វីដែលបងប្អូនចាប់អារម្មណ៍ផង
ហើយវាចាក់ទៅនឹងបញ្ហានៅប្រទេសកម្ពុជាណាបញ្ហាជីវភាពរស់នៅជាបរិបទទូទៅអ្នកក្រីក្រព្រោះថាបងប្អូននៅអាមេរិកគឺជានៅប្រទេសជាតិនៅនីសមុទ្របងប្អូនមានសាច់សាលោហិតគឺមានសាច់ញាតិមានបងប្អូនពុកម្ដាយកូនចៅកូនក្មួយដែលគ្នារំពឹងក្នុងការរស់នៅរំពឹងឬការជួយឧបត្ថម្ភពីបងប្អូនយើងដែលរស់នៅសហរដ្ឋអាមេរិកខ្ញុំដឹងថាខ្មែរយើងនៅឯនេះសមុទ្រតែងតែផ្ញើថវិកាផ្ញើលុយទៅជូនសាច់ញាតិសាច់សាលោហិតយើង